បាទខ្ញុំបាទអញ្ញណាត់គ្រប់រៀបសួរដល់ពុកម៉ែបងប្អូនទាំងអស់រស់នៅក្នុងនិងក្រៅប្រទេសថ្ងៃនេះថ្ងៃទី24ខែមករាឆ្នាំ2026ខ្ញុំបាទតំណាងឲ្យក្រុមសារព័ត៌មាន WW Hero Menu បាទថ្ងៃនេះខ្ញុំបាទចុះមកឃុំអន្លង់មានឃុំស្លាមព្រះមកចុះសាកសួរបងស្រីដែលគាត់បានផ្ដែផ្ដាំទៅគេក៏ដូចជាទៅរកខ្ញុំបាទដើម្បីចុះយកព័ត៌មានពិតអំពីជីវិតពិតរបស់បងអូនអញ្ចឹងក៏សូមអស់លោកស្រីនាងកញ្ញាទ្រង់ឯកឧត្តមលោកជំទាវតាមដានជាមួយនឹងយើងខ្ញុំដូចតទៅបាទសូមអនុញ្ញាតគោរពជម្រាបសួរបងស្រីចាជម្រាបសួរបងបាទតើបងអូនឈ្មោះអ្វីដែរខ្ញុំឈ្មោះញ៉ាំងដាវីហើយបងអូនជាត្រូវយ៉ាងម៉េចនឹងអ្នករកលីអីត្រូវជាកូនគាត់បាទត្រូវជាកូនចាហើយបងមកនេះមកដោយសារគេប្តឹងឬក៏លើតាមព័ត៌មាននេះបងចុះមកផ្ទាល់អញ្ចឹងគាត់នឹងគឺត្រូវជាម្ដាយបងប្អូនមែនទេចាត្រូវជាម្ដាយបាទហើយបងអូនមានគ្រួសារទេអូនមានម៉ាយយូរឆ្នាំហើយបាទអញ្ចឹងជំងឺរបស់អ៊ំស្រីហ្នឹងគាត់មានអាការៈរោគហ្នឹងជំងឺហ្នឹងយូរខែឆ្នាំឬនៅបងគាត់ឈឺប្រហែលជា6 7ឆ្នាំហើយអូ6 7ឆ្នាំហើយហើយចុះអាការៈរបស់គាត់ហ្នឹងឈឺដោយមានឧបទ្ទហេតុគឺគ្រោះថ្នាក់អ្វីឬក៏កន្លងមកហ្នឹងគាត់ឈឺរឹកងើអ្វីដែរពីដើមឡើយមកគាត់កាត់ល្វែងដល់ចឹងទៅគាត់ជាទៅគាត់តន់ដើររួចនៅលើគ្រែទៅដេកនៅលើគ្រែសួតអញ្ចឹងគាត់ដើររួចក៏ដុនដាប់នៅលើគ្រែអញ្ចឹងរហូតទៅឥឡូវហ្នឹងគាត់និយាយបានដែរឬអត់គាត់និយាយបានខ្លះដែរអញ្ចឹងអញ្ចឹងសូមអនុញ្ញាតជួបលោកអ៊ំផ្ទាល់ណាចាបាទអនុញ្ញាតក៏ជំរាបសួរលោកអ៊ំអូលោកអ៊ំនិយាយបានเนาะបានបាទហើយលោកអ៊ំពេលនេះអាការៈរោគរបស់លោកអ៊ំហ្នឹងមានជំងឺឈឺចុកចាប់នៅក្នុងខ្លួនប្រាណរបស់អ៊ំហ្នឹងយ៉ាងម៉េចដែរអ៊ំឈឺពេញខ្លួនកាមេរ៉ាលេងហ្នឹងឈឺពេញខ្លួនអត់និយាយអីស្វាតអីចេញទេនិយាយចង់ចេញឈឺដាប់ខ្លាំងឥឡូវនេះឈឺដាប់ខ្លាំងអញ្ចឹងភូមិនេះគឺភូមិអន្លង់មានភូមិលងមានភូមិស្រាំព្រះស្រុកបាកានខេត្តពោធិសាត់អញ្ចឹងអ៊ំមានជំងឺនេះយូរឆ្នាំមកនៅយូរឆ្នាំហើយអ៊ំនៅនិយាយបានហើយចុះឥឡូវហ្នឹងអ៊ំភាសាបាយទឹកអីបានដែរអត់អ៊ំអត់គ្រប់អុបទឹកបអុបទឹកបបបានเนาะហើយចុះឥឡូវនេះអ៊ំមានបញ្ជនប្រហែលហើយបញ្ជន7អញ្ចឹងជីវភាពអ៊ំសប្តាហ៍ថ្ងៃនេះមានលុយកាក់ថាវិការទៅរកពេទ្យអីឲ្យព្យាបាលអីអ៊ំមានអីអាស្រ័យមានទេអត់អ៊ំអត់មានទេណាអ៊ំណាបាទអញ្ចឹងអ្នកថែដិតដល់របស់អ៊ំសប្តាហ៍ថ្ងៃហ្នឹងបច្ចុប្បន្នហ្នឹងមានប្រហែលអ្នកដែរអ៊ំមានម្នាក់ហើយម្នាក់បងស្រីខាងនេះមែនទេអ៊ំចាហ្នឹងហើយជុំអរគុណអ៊ំណាហើយជូនពួយអ៊ំជាសះស្បើយអញ្ចឹងក៏សូមតាមដានទៅសួរអាការប្រកបការងារគិរវៈដែលគ្រប់បប្រតិបត្តិរបស់អ៊ំហ្នឹងបច្ចុប្បន្នហ្នឹងពួយមានទុកលំបាកយ៉ាងម៉េចបាទអ៊ំអរគុណកន្លងមកអូនសប្តាហ៍ថ្ងៃនេះបងមើលថែគាត់មានទេចាខ្ញុំមើលថែគាត់អីមួយថ្ងៃហ្នឹងគឺចំណាយលុយឬកាក់ឬក៏មានអ្វីគាត់ទៀមទាអ្វីដែលជាជំងឺរបស់គាត់ទិញថ្នាំឲ្យគាត់លេបនឹងទៅដោះគោបើកម្លាំងឲ្យគាត់ដឹងឃ្លានបាយឃ្លានបោវិញឲ្យគាត់មានកម្លាំងតែដល់ចឹងទៅបងអូនរែងគេមួយបងប្អូនដើម្បីសុំយកលុយទិញទៅដោះគោឲ្យគាត់ហូបបងស្រីបងប្រុសដើម្បីរែងទិញទៅដោះគោនឹងម្នាក់20000ទៅបានមកកំប៉ុង63000ជាស្រ័យបងប្អូនមានបងប្អូនប្រហែលអ្នកដែរទាំងអស់មាន5នាក់បង5នាក់អញ្ចឹងបងក្នុងចំណោមបងប្អូនយើងទាំងអស់នឹងមានពីណាដូចថាគាត់មានការងារធនធានធ្វើការបានប្រាក់ខែខ្ពស់អីឬអត់ទេគឺគាត់មានការងារធម្មតាទេប្រាក់ខែដូចថាមួយខែ50-60ម៉ឺនអញ្ចឹងបងស្រីទៀតគាត់អត់បានធ្វើការទេហ្វូនគាត់អ្នករកគាត់នៅផ្ទះមើលចៅបងប្រុសគាត់នៅផ្ទះដែរគាត់អត់ដែរអញ្ចឹងហើយបើពៅគេហ្នឹងក៏គ្នារកលុយដូចថារកបានតែមកបងតាគេដែរអញ្ចឹងបានមកចាយដូចគ្នាដែរអញ្ចឹងបាទអញ្ចឹងអធិស្ឋានដោយសារហើយខ្ញុំនេះគឺបានយកព័ត៌មាននេះដើម្បីផ្សព្វផ្សាយជូនដល់ក្រុមអង្គភាពសារព័ត៌មានក៏ដូចជាឆ្កល់មន្ត្រីឋានៈអស់លោកជំទាវឲ្យគាត់ជួយជាជំនួយបងណា
អញ្ចឹងក្នុងការទុកលំបាករបស់ប្អូនហើយនៅក្នុងចិត្តហ្នឹងបំរើអ្នកម្ដាយនេះគឺមានការលំបាកយ៉ាងណាក៏សូមប្អូនរាយរាប់ប្រាប់នៅរឿងពិតរបស់ប្អូនហ្នឹងដែលនៅក្នុងមុខកាមេរ៉ាដើម្បីអស់លោកស្រីគាត់ជួយបាទដែលមានទឹកចិត្តសប្បុរសធម៌សប្បុរសជនទាំងអស់ហ្នឹងណាចាំសូមប្អូនរាប់សា ចាមើលថែគាត់អត់ពិបាកទេចាប្រើមើលថែគាត់ហ្នឹងបងអូនអត់លំបាកទេប៉ុន្តែគាត់ថាវាខ្វះថាវិការដូចថាទិញថ្នាំឲ្យគាត់លេបនឹងទៅដោះគោឲ្យគាត់ហូបមានកម្លាំងវិញចង់ឲ្យគាត់ជាឡើងវិញអញ្ចឹងតែគ្រាន់ថាអត់សូវមានថវិកាទេបានតែមកគ្រប់ទិញកោហូបផងកូនចាយរៀនហើយមើលម្ដាយអញ្ចឹងគឺខ្វះខាតអញ្ចឹងស្រែកសុំបងប្អូនឲ្យគាត់ជួយបងប្អូនបកកើតនឹងគាត់ជួយទៅបានទិញទៅដោះគោឲ្យម្ដាយហូបតែសុខចិត្តតែបានម្ដាយជាទៅគឺសុបាយចិត្តទេតែអត់មានពិបាកថាហត់នៅមើលថែគាត់ទេគឺខ្ញុំសុបាយចិត្តដែលបានមើលថែគាត់ព្រោះគាត់ធ្លាប់មើលថែខ្ញុំពីតូចមកអញ្ចឹង បាទអស់លោកស្រីនាងកញ្ញាជនរួមជាតិក្នុងនិងក្រៅប្រទេសអស់លោកគូដឹងហើយថានេះគឺជាឧបការៈគុណដែលកតកន្តតេវតញ្ញូណាការដឹងគុណរបស់ប្អូនគាត់មិនចង់បានអ្វីទេក្រោយពីគាត់រំលឹកនឹកគុណនៅឧបការៈរបស់អ្នកមេដាបិតាជួយមើលគាត់តាំងតែវាក្រែងតូចក្រូចឆ្មាឥឡូវមកដល់ពេលនេះគាត់អត់មានអ្វីតបស្នងសងគុណទេគឺមានការទុកលំបាកយ៉ាងណាក៏គាត់ក៏សុខចិត្តថារីគៀសបងប្អូនដែលគាត់ជាស្រុំឈាមមួយរួមសុខរួមទុកជាមួយគ្នាដើម្បីឲ្យតែម្ដាយជាទៅណាអញ្ចឹងក៏សូមអស់លោកស្រីនាងកញ្ញាទ្រង់ឯកឧត្តមលោកកំទាវទាំងអស់ក៏សូមមេត្តាជួយដល់ពួកគាត់ផងទៅណាជាពិសេសអង្គភាពហេរ៉ូមេនយូបាទអញ្ចឹងក៏ជាចុងក្រោយបងអូនមានសំណងពរអ្វីដែរបងអូនសូមមានប្រសាសន៍មក ចាបងអត់សំណពរអីទេបងសុំថាជួយជាថវិកាដើម្បីទិញទៅដោះគោឲ្យគាត់ហូបឲ្យគាត់មានកម្លាំងចង់ឲ្យគាត់នៅជាមួយខ្ញុំបានយូររហូតអត់ចង់បាត់បង់គាត់អញ្ចឹងព្រោះបងអូនមានតែម្ដាយមានឪពុកទេហើយអត់មានប្តីរកស៊ីចិញ្ចឹមទេហើយកូនរៀនផងអីផងអញ្ចឹងហើយអញ្ចឹងបងអត់ចង់បានអីទេសុំតែថវិកាដើម្បីជួយទិញថ្នាំឲ្យគាត់លេបហើយនឹងទៅដោះគោដើម្បីគាត់មានកម្លាំងប៉ុណ្្នឹងឯងអត់សុំអីច្រើនទេ បាទអរគុណណាស់បាទសម្រាប់ពេលវេលានេះគឺសម្រាប់នេះគឺខ្ញុំបានលើអស់លោកស្រីនាងកញ្ញាទ្រង់ឯកឧត្តមលោកជំទាវបានឃើញคลิปវីដេអូនេះក៏សូមមេត្តាជួយដោយចិត្តភក្ដីភាពមេត្តាសន្តោសប្រណីដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងទុក្ខលំបាកមិនថាគេមិនថាយើងទេអស់លោកឃើញណាបាទថ្ងៃនេះបញ្ជាក់ថ្ងៃទី24ខែមករាឆ្នាំ2026នៅក្នុងភូមិអន្លង់មានឃុំស្នាមព្រះស្រុកបាកានខេត្តពោធិ៍សាត់អញ្ចឹងបងស្រីអ្វីដែលគាត់សំណូមពរក៏បានរៀបចំមកនិយាយដោយភាពអួលទុកសោកជាខ្លាំងទី1គឺកូនគាត់កំពុងតែមានការសិក្សាផងទី2ម្ដាយក៏ធ្លាក់ខ្លួនជារាពិការបាទជាយូរហើយ7 8ឆ្នាំហើយអញ្ចឹងអស់លោកគួរតែលះបង់នៅមួយជារយៈពលគឺសេចក្តីកំណាញ់លះបង់ម្នាក់បន្តិចបន្តួចទៅដើម្បីចូលរួមដល់ជួយដល់បងស្រីផងបាទហើយជាចុងក្រោយបងស្រីសូមអរគុណដល់ទ្រង់ឯកឧត្តមលោកជំទាវចាស់ណាបងណាខ្ញុំក៏អរគុណច្រើនជូនពរសូមឲ្យអ្នកដែលបានមើលខ្ញុំហើយសូមបាទអាណិតមេត្តាខ្ញុំផងព្រោះអីខ្ញុំអត់មានលទ្ធភាពអីដែលមើលថែម្ដាយទៀតទេព្រោះខ្ញុំអត់មានលុយអត់មានកាក់អញ្ចឹងខ្ញុំសូមអរគុណបងប្អូនទាំងអស់ហើយសូមឲ្យជួយខ្ញុំផងព្រោះអីខ្ញុំខ្វះខាតច្រើនកូនរៀនផងណាមួយមានម៉ែមានប្តីតែម៉ែជរាជាច្រើនឆ្នាំហើយខ្ញុំអរគុណច្រើនបាទសូមអរគុណអញ្ចឹងសម្រាប់ពេលនេះខ្ញុំបាទតំណាងឲ្យក្រុមអង្គភាពហេរ៉ូមេនយូសារព្រមានប្រចាំសហសនាមរបស់ខ្ញុំគឺ03ប្រចាំនៅខេត្តពោធិ៍សាត់ក៏សូមធ្វើការអនុញ្ញាតគ្រប់ជំរាបលាសូមអរព្រះគុណនិងសូមអរគុណបាទតើយ៉ាងណាអង